ជួយគ្នាក្នុងគ្រាមានទុក្ខលំបាកគឺជាគុណធម៌ដែលមិនអាចខ្វះបាននៅរសៀលថ្ងៃទី28ខែកក្កដាឆ្នាំ2026ឧត្តមសេនីយ៍សំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអមដំណើរដោយលោកវីរៈស្នេហ៍ត្រីលីស៊ីណានាយផ្នែកកិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានដឹកនាំសហការីទៅសាកសួរសុខទុក្ខលោកវីរៈស្នេហ៍តូនួនកំអាំងនាយលេខាធិការដ្ឋាននៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលកំពុងមានជំងឺសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំលោកវីរៈស្នេហ៍តូនួនកំអាំងបានថ្លែងថានៅរសៀលថ្ងៃទី27ខែកក្កដាឆ្នាំ2026ម្សិលមិញនេះលោកមានអាការៈធ្វើទុក្ខយ៉ាងខ្លាំងដោយសម្រាកមិនបាននិងឡើងសម្ពាធឈាមខ្ពស់ព្រមទាំងមានអាការៈក្អួតចង្អោរហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីពិនិត្យនិងសម្រាប់ព្យាបាលជំងឺដែលមកដល់ពេលបច្ចុប្បន្ននេះអាការៈជំងឺមានភាពធូរស្រាលឡើងវិញហើយជាមួយនេះដែរលោកវីរៈស្នេហ៍តូនួនកំអាំងក៏បានថ្លែងអំណរគុណដល់ជាជ្រៅជាទីបំផុតចំពោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់និងព្យាបាលជំងឺជូនគាត់ដោយការទទួលខុសត្រូវខ្ពស់និងមិនគិតកម្រៃសេវាក្នុងការព្យាបាលជំងឺឡើយឧត្តមសេនីយ៍សំសុនបានណែនាំដល់លោកវីរៈស្នេហ៍តូនួនកំអាំងត្រូវអនុវត្តតាមការណែនាំរបស់លោកគ្រូអ្នកគ្រូពេទ្យដោយត្រូវគោរពតាមវេជ្ជបញ្ជារបស់លោកវេជ្ជបណ្ឌិតព្រមជាមួយនោះដែរត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អនិងបានឆាប់ជាសះស្បើយដើម្បីបន្តបំពេញភារកិច្ចដែលបច្ចុប្បន្នកំពុងមមាញឹកក្នុងកិច្ចការចាំបាច់មួយចំនួនដែលមិនអាចខ្វះវត្តមានរបស់លោកនាយលេខាធិការដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានឡើយនៅក្នុងឱកាសនេះផងដែរឧត្តមសេនីយ៍សំសុនក៏បានបញ្ជាក់បន្ថែមទៀតថាយុទ្ធនគ្រប់រូបត្រូវតែមានគុណធម៌ចេះរួមសុខរួមទុក្ខជាមួយគ្នាត្រូវចេះជួយគ្នាទៅវិញទៅមកក្នុងពេលដែលយើងមានទុក្ខលំបាកដែលគុណធម៌នេះយុទ្ធនគ្រប់រូបមិនអាចខ្វះបានឡើយហើយនៅក្នុងឱកាសនេះឧត្តមសេនីយ៍សំសុនបានប្រគល់កន្ត្រកផ្លែឈើមួយកន្ត្រកនិងថវិកាមួយចំនួនជូនដល់លោកវីរៈស្នេហ៍តូនួនកំអាំងនិងក្រុមគ្រួសារដើម្បីដោះស្រាយនៅរាល់ការលំបាកផ្សេងៗក្នុងការព្យាបាលជំងឺនិងសម្រាប់សេចក្តីត្រូវការក្នុងការថែរក្សាសុខភាពដើម្បីបន្តបំពេញភារកិច្ចដែលកំពុងរងចាំលោកវីរៈស្នេហ៍តូនួនកំអាំងបានសូមគោរពថ្លែងអំណរគុណដល់ជាជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍សំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងសហការីដែលតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់យោធិននៅក្រមអាវ៉ាតនិងតែងតែបានចូលរួមជួយដោះស្រាយនៅរាល់ការលំបាកផ្សេងៗគ្រប់បែបយ៉ាងដែលនេះជាគុណធម៌មិនអាចខ្វះបាននិងសូមគោរពជូនពរឯកឧត្តមមេបញ្ជាការព្រមទាំងក្រុមគ្រួសារនិងសហការីទាំងអស់សូមទទួលបាននៅពុទ្ធពរទាំង4ប្រការកំបីឃ្លៀងឃ្លាតឡើយ